បើកវាទៅលោកម្ចាស់សងសូមអញ្ជើញបាត់វាហេលោកម្ចាស់អូហ៎មិនក៏លោកបញ្ចូលទៅហេធ្វើស្អីលោកមិនដឹងទេនេះគឺជាគុកធំចូលបានចេញមកវិញមិនរួចហើយម្យ៉ាងទៀតចំពោះស៊ឺវិនជិញខ្ញុំគ្មានអីត្រូវសួរទេខ្ញុំមិនចង់ជួបមនុស្សចោលមកទៀតនេះលោកចង់ចូលទៅទេខ្ញុំហើយដូចខ្ញុំទៅចង់ដែរបើអញ្ចឹងយើងនាំគ្នាអង្គុយនៅទីនេះអង្គុយក៏អង្គុយលោកម្ចាស់ធំគេនៅខាងក្នុងសួរអីខ្លះចំណែកស៊ឺវិនជិញគេនិយាយអីខ្លះយើងទាំងពីរនាក់គ្មានអ្នកណាស្ដាប់ឮទេហេលោកឯងនេះឋានៈមិនធំទេតែល្បិចណែនខ្លួនមនុស្សយើងត្រូវគេវាយកាន់តែច្រើនក៏កាន់តែឆ្លាតនៅជាមួយត្រកូលស្រុងនេះខ្ញុំមានរឿងចេះច្រើនណាស់លោកមកជួយខ្ញុំមកចេញពីទីនេះមែនទេលោកបាននិយាយថាលោកជាអ្នកទទួលរឿងក្តីនេះហើយលោកនឹងរកយុត្តិធម៌ឲ្យខ្ញុំមែនទេបានលោកម្ចាស់សុខខ្ញុំមិនគិតថាលោកជាមន្ត្រីថ្នាក់ទី4ឬទី5ទេថ្នាក់ទីប្រមាណក៏ដោយសូម្បីតែប្រជារាស្ត្រក៏ដោយឲ្យតែជួយខ្ញុំចេញពីគុកធំនេះគ្រួសារត្រកូលស៊ឺខ្ញុំគ្រប់គ្នានឹងថ្វាយបង្គំលោកម្ចាស់ស៊ឺកុំធ្វើអញ្ចឹងអីលោកម្ចាស់ស៊ឺកុំធ្វើអញ្ចឹងអីលោកម្ចាស់ស៊ឺធ្វើអញ្ចឹងមិនកើតទេលោកម្ចាស់ស៊ឺក្រោកឡើងលោកម្ចាស់ស៊ឺក្រោកឡើងលោកសុខលោកម្ចាស់ស៊ឺបើសិនជាចង់ឲ្យខ្ញុំជួយរកការពិតឲ្យលោកនោះលោកត្រូវតែនិយាយការពិតប្រាប់ខ្ញុំដែរធ្វើយ៉ាងណាកុំឲ្យលាក់បាំងជាមួយខ្ញុំអសោះខ្ញុំនិយាយការពិតអ្វីដែលខ្ញុំនិយាយគឺសុទ្ធតែជារឿងពិតសូមលោកសួរមកចោះលោកម្ចាស់ស៊ឺសៀហ្វុងគឺជាកូនស្រីចិញ្ចឹមដែលលោកទទួលយកមកមែនទេដែលលោកសួររឿងនេះការពិតគឺអញ្ចឹងមែនកាលពី16ឆ្នាំមុនប្រពន្ធរបស់ខ្ញុំបានទៅថ្វាយបង្គំនៅព្រះវិហារធានជូនៅតាមផ្លូវរើសបានក្មេងម្នាក់នេះក៏ទទួលចិញ្ចឹមតាំងពីតូចមនុស្សទាំងឡាយនៅក្នុងសំណាក់របស់ខ្ញុំសុទ្ធតែដឹងលោកម្ចាស់ស៊ឺខ្ញុំចង់សួរលោកមួយទៀតលោកត្រូវតែនិយាយការពិតប្រាប់ខ្ញុំណាខ្ញុំចង់សួរថាប្រវត្តិរបស់សៀហ្វុងតើមានអ្វីតាក់ទងជាមួយនឹងលោកម្ចាស់ទេមានអ្វីតាក់ទងជាមួយនឹងខ្ញុំដែរហើយយ៉ាលោកម្ចាស់សុងលោកចង់យល់ដល់ណានឹងសៀហ្វុងមិនមែនជាកូនលួចលាក់របស់ខ្ញុំទេទេវតាថាលើខ្ញុំត្រកូលស៊ឺមិនដែលប្រព្រឹត្តប្រតិផ្ដាស់ទៅលើស្រីណាម្នាក់ទេអរគុណលោកម្ចាស់ស៊ឺបានចឹងចំណែកឯខាងអើប៉ាវគេធ្វើយ៉ាងមិនចូលផ្ទះរបស់លោកបានហើយខ្ញុំមិនចង់និយាយទេបាននិយាយទៅធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់កាលនោះប្រពន្ធរបស់ខ្ញុំបាននាំខ្ញុំទៅហូបបាយនៅក្នុងហាងបាយមួយសៀហ្វុងក៏ទៅជាមួយដែរក្រោយមកលោកម្ចាស់អញ្ជើញបានហើយខ្ញុំដូចជាដាក់ច្រើនពេកហើយមិនចាំបាច់ទេមកដល់គ្រាហូបទៅដល់ណែលោកម្ចាស់ខ្ញុំបានយកផ្ទះគំនូនេះមកមិនដឹងថាលោកម្ចាស់ចូលចិត្តឬក៏អត់ទេអញ្ចឹងលាមើលបាទ
យ៉ាស្អាតណាស់ស្អាតណាស់ពិតជាស្អាតមែនលោកម្ចាស់ស៊ឺខ្ញុំមកដល់ហើយហើយយ៉ាគំនូនេះពិតជាស្អាតអស្ចារ្យមែននៅខាងនោះគឺជាស្រីក្រមុំដ៏ស្អាតតើគេភ្ជាប់ពាក្យហើយនៅលោកម្ចាស់ស៊ឺលោកម្ចាស់ស៊ឺអ្នកស្រីលោកម្ចាស់ស៊ីតនៅពីចម្ងាយឮសូរអ្នកទាំងអស់គ្នាសប្បាយចិត្តយ៉ាងនេះទៅហើយតើមានរឿងស្អីដែរទៅមកឥឡូវនេះពួកយើងនាំគ្នាលើកទូលោកម្ចាស់ស៊ីតណាសូមជើញជើញសូមជើញពិសាទៅលោកម្ចាស់ស៊ីតផ្ទាំងកំនួននេះពិតជាស្អាតអស្ចារ្យណាស់ខ្យល់បក់ក្នុងពេលរាត្រីត្រជាកម្មវិលរកត្រនំស្រីក្រមុំឈុំមាត់ទ្វារស្រស់សោភាគួរឲ្យប៉ែតតីមែនទេពិតមែនពិតជាអញ្ចឹងមែនហើយមនុស្សស្អាតគំនូស្អាតពិតជាសមនឹងគ្នាមែនលោកម្ចាស់ស៊ឺលោកពិតជាមានសំណាងល្អណាស់លោកម្ចាស់បើចូលចិត្តផ្ទាំងគំនូនេះលោកយកទៅចោះទីខ្ញុំមិនអាចយកអ្វីដែលលោកម្ចាស់ស៊ឺស្រឡាញ់បាននោះទេមិនកើតទេលាសិនហើយលាសិនហើយសូមជឿលោកម្ចាស់ស៊ីតសូមជឿហ៎លោកម្ចាស់ស៊ីនប្រសពក្នុងការមើលគំនូចំណែកលោកម្ចាស់យើងគឺជាមេតបត្រូវហើយគាត់មិនចេះមើលគំនូអ្វីទេម្យ៉ាងទៀតបើយកផ្ទាំងគំនូនេះទៅទុកក្នុងផ្ទះក៏ត្រូវហើយសើហ្វងយកផ្ទាំងគំនូនេះទុកហើយទៅតាមលោកសកែសិនជូនទៅដល់ផ្ទះលោកម្ចាស់ស៊ីតចាបាទអញ្ចឹងខ្ញុំសូមអរគុណជំនួសលោកម្ចាស់ស៊ីតចំពោះអ្នកស្រីស៊ឺនិងលោកម្ចាស់ស៊ឺសៀហ្វងសូមអញ្ជើញកាលនោះម្ចាស់ហាងបាជូហ្វាឈ្មោះសិនពីវក៏នៅទីនោះដែរត្រូវហើយខ្ញុំឮសៀហ្វងនិយាយថាថ្ងៃនោះម្ចាស់ហាងសិនពីវនោះគេសួរនាងពីនេះពីនោះហើយភ្នែកសម្លឹងមើលនាងហាក់ដូចជាមានគំនិតមិនល្អនេះប្រហែលជាគេជាអ្នកបង្ករឿងទីដឹងសិនពីវនិងທາງអើប៉ាវគេមានតំណែងតំណងគ្នាយ៉ាងណាតើម្នាក់នោះពិតជាអ្នកពូអស់លក់មែនទេអ្នកខ្ញុំចាំមិនច្បាស់ទេថ្ងៃនោះក្រោយពេលដែលខ្ញុំផឹកស្រាហើយវាដូចជាយប់ជ្រៅណាស់ពេលដែលខ្ញុំចេញពីហាងបាយខ្ញុំឃើញអ្នកលក់អុសម្នាក់គេស្លាប់នៅតាមផ្លូវនៅក្រោយខ្នងរបស់គេគឺមានអុសមួយបាត់អីយ៉ាលោកប្អូនម្នាក់នេះគួរអាណិតខ្លាំងណាស់ចេញមកលក់អុសមិនទាន់លក់ដាច់ផងក៏ស្លាប់បាត់ស្មារតីទៅហើយមនុស្សបែបនេះមិនខ្វះទេនៅខាងនោះក៏មានពីរបីនាក់ដែរម្នាក់នេះពិតជាគួរអរណាស់ថ្ងៃណាក៏គេមកលក់អុសដែរបានលុយលក់អុសទើបទិញចំណីហូបលក់មិនបានទេគឺគ្មានអីហូបតតែសោះហើយជាមនុស្សនៅស្រុកណាខ្ញុំអាយុប្រហែលឆ្នាំ30ឆ្នាំអរគុណហើយអាលោកម្ចាស់ស៊ឺអ្នកស្រីស៊ឺសូមមេត្តាអាណិតដល់គេឲ្យធ្វើការនៅក្នុងផ្ទះរបស់លោកផងទៅសាកអំពើបុណ្យឲ្យគេរួចផុតពីស្លាប់ផងទៅលោកពិតជាបានបុណ្យបាទពួកយើងទទួលគេទៅចាស់អរគុណអ្នកស្រីអរគុណលោកម្ចាស់ក្រោកឡើងទៅបងអូនណាឯងទៅនៅផ្ទះរបស់គាត់ខិតខំធ្វើការទៅឯងនឹងមានអនាគតល្អហើយមកពីខ្ញុំចិត្តទន់ពេកនាំចចធំប៉ៅចូលក្នុងផ្ទះឥឡូវនេះបានធ្វើឲ្យខ្ញុំបាត់បង់កិត្តិយសធ្លាក់ខ្លួនជាប់គុកហើយខ្ញុំនឹងត្រូវគេយកទៅប្រហារជីវិតទៀតប្រហារជីវិតទាំងគ្រួសារលោកម្ចាស់សុខតើរឿងនេះយុត្តិធម៌ទេលោកម្ចាស់ស៊ឺឥឡូវរឿងនេះមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ
សៀហ្វុងស្លាប់ក៏មិនដឹងពីមូលហេតុថាអើប៉ាវក៏រត់រួចនៅក្នុងពេលនេះម្ចាស់ហាងជូហ្វាឈ្មោះសិនពីវនោះក៏ស្រាប់តែលោកដៃនៅក្នុងរឿងនេះដែរអាយ៉ានេះសុទ្ធតែជារឿងតូចតាចការស្លាប់របស់សៀហ្វុងទោះជាចោទថាខ្ញុំសម្លាប់នោះក៏ជាការសម្លាប់ដោយសារតែខ្ញុំជ្រុលដៃដែរមិនដល់ថ្នាក់ប្រហារជីវិតទាំងពួងទេលោកម្ចាស់សុងលោកម្ចាស់សុងឥឡូវនេះសំខាន់បំផុតគឺមានទោសក្បត់ជាតិនោះណាធ្ងន់ធ្ងរណាស់សូមលោកបេតាជួយខ្ញុំជួយស្រាវជ្រាវកុំឲ្យខ្ញុំមានការពាក់ព័ន្ធនៅក្នុងរឿងនេះលោកម្ចាស់សឺអូមេសួរជាអ្នកចោទលោកជាជនក្បត់ជាតិហើយក៏ជាអ្នកសួរចម្លើយលោករឿងនេះគួរតែសួរគេតាមម៉េចព្រះជាម្ចាស់អើយព្រះជាម្ចាស់ព្រះជាម្ចាស់អើយឲ្យមន្ត្រីល្ងងខ្លៅនេះមកដោះស្រាយរឿងក្តីរបស់ខ្ញុំតើខ្ញុំនឹងមានសង្ឃឹមអីទៀតមិនបានទេខ្ញុំទៅវិញខ្ញុំចេញទៅវិញខ្ញុំចូលកប់ព្រះអង្គខ្ញុំត្រូវតែយករឿងនេះទូលព្រះអង្គឲ្យច្បាស់ខ្ញុំមិនអាចនៅក្នុងគុកងងឹតបែបនេះខ្ញុំពិតជាមិនអាចទ្រាំបានទេខ្ញុំពិតជាមិនអាចទ្រាំបានទេឲ្យខ្ញុំចេញទៅវិញទៅលោកម្ចាស់សឺកុំស្រែកមានរឿងមួយខ្ញុំចង់សួរលោកឈប់សួរទៀតទៅមន្ត្រីថ្នាក់ទី4ដូចជាលោកនេះអ្នកណាក៏សើថាពូកែដែរតែតាមការពិតគ្មានអីគួរអស្ចារ្យនោះទេលោកចេះតែរើសឆ្អឹងសពយកមកសួរចម្លើយរឿងកប៉ិចកប៉ុកគ្មានអីសំខាន់ទេរឿងរបស់ខ្ញុំគឺជារឿងសំខាន់ណាស់លោកមិនអាចជួយខ្ញុំបានទៅលោកឆាប់ទទួលព្រះអង្គថាខ្ញុំស៊ីវិនជីនេះត្រូវការចូលកល់ព្រះអង្គហើយខ្ញុំនឹងយករឿងរ៉ាវតែប្រមាណទូលព្រះអង្គឲ្យបានច្បាស់ឲ្យឆាប់ឡើងទៅលោកឆាប់ចេញទៅខ្ញុំចង់ជួបព្រះអង្គខ្ញុំចង់ចូលកល់ព្រះអង្គណាលោកចេញទៅខ្ញុំចង់ចេញទៅក្រៅលោកម្ចាស់មានការអីក្នុងស្ពៃឆាមិនក៏មានដង្កូវហៅលោកថកែចេញមកបាទឲ្យឆាប់ឡើងអូលោកម្ចាស់សុងពិតជាកិត្តិយសមែនលោកគឺជាតកែហាងបាយឈ្មោះសិនពីមែនទេខ្ញុំគឺតកោសិនឈ្មោះពីវនៅក្នុងរាជធានីបើកហាងបាយរយៈពេលយូរឆ្នាំហើយសូមលោកម្ចាស់ឧស្សាហ៍អញ្ជើញមកផងខ្ញុំឮអ្នកបម្រើនិយាយថាឆាស្វ័យមានដង្កូវចាំខ្ញុំដូរជួបម្ចាស់ទៀតមិនចាំបាច់ទេរត់តកែសិនខ្ញុំមកថ្ងៃនេះគឺព្រោះតែមានរឿងមួយចង់សួរលោកសូមលោកនិយាយការពិតប្រាប់ខ្ញុំណាលោកម្ចាស់សួរម្ចាស់បើខ្ញុំដឹងខ្ញុំប្រកាសជាជំរាបភ្លាមហាងបាយរបស់លោកមានអ្នកបម្រើម្នាក់ឈ្មោះអីទេហើយកាលពីមុនធ្លាប់ធ្វើការនៅទីនេះក្រោយមកខ្ញុំដឹងថាគេមានដៃមានជើងក៏ដេញគេចេញពីហាងមិនដែលឃើញមកទេអញ្ចឹងថាអើប៉ាមានដែរមកទីនេះទេថាអើប៉ានៅខ្ញុំដូចជាមិនដែលលើឈ្មោះម្នាក់នេះផងពិតជាមិនដែលលើឈ្មោះម្នាក់នេះមែនហាងរបស់ខ្ញុំនេះមានភ្ញៀវចេញចូលច្រើនអ្នកបម្រើក៏ច្រើនដែរខ្ញុំចាំមិនអស់ទេបាទអញ្ចឹងមានរឿងមួយខ្ញុំចង់សួរលោកតើលោកមានដឹងទេលោកម្ចាស់ស៊ឺគាត់មានអ្នកបម្រើម្នាក់ឈ្មោះអ្នកនេះសឺហ្វុងចាំមកផ្លែតណាលោកម្ចាស់សុងមនុស្សដែលលោកសួរតែប្រមាណនេះមានអីតាក់ទងជាមួយនឹងលោកទៅហើយចំណាយខ្ញុំគឺជាអ្នករស់ស៊ីត្រឹមត្រូវស្របច្បាប់គាត់តែពីរឿងលក់ដូរនៅក្នុងហាងបាយនេះគ្មានអីតាក់ទងជាមួយនឹងមនុស្សនៅក្នុងរឿងក្តីទេបាទលោកម្ចាស់ចង់ស្រាវជ្រាវសូមអញ្ជើញទៅរកកន្លែងផ្សេងចុះទីនេះមិនមែនជាកន្លែងលោកម្ចាស់ស្រាវជ្រាវរឿងក្តីអីនោះទេបាទអញ្ចឹងខ្ញុំត្រូវតែជម្រាបលាលោកឲ្យមែនទេទៅយើងសូមអញ្ជើញលោកម្ចាស់មកវិញហើយហ៎អីគូចាខ្ញុំចាំការពលិកមុននេះប្រាប់ខ្ញុំថានៅពេលដែលយានជាយកប្រាក់មកកាន់រាជធានីថៅការដែលទទួលប្រាក់នោះគឺមានស្នាមក្រហមនៅលើមុខរបស់គេតាមមែនទេមែនហើយ
ស្នាមនោះធំជាងប្រាក់កាក់បន្តិច ចម្លែកមែនថាការហាងបាយជូហ្វាឈ្មោះសិនពីវនោះក៏មានសន្លាក់នៅលើមុខប៉ុនប្រាក់កាក់ដែរ អូកាប់គឺលោកម្ចាស់សងទេហ៎ លោកម្ចាស់ចង់និយាយថាសិនពីលគឺជាលោកតកែហាងបាយទទួលប្រាក់ 10,000 តម្លឹងនោះមែនទេបើនិយាយអញ្ចឹងម្នាក់នោះពិតជាមិនធម្មតាទេ អីគូទៅឆាប់ឡើងទៅតើហាងប្រពន្ធរបស់យើងជាមទីនេះដើម្បីតទល់ជាមួយនឹងសិនពីវ ខ្ញុំតែឥឡូវនេះ ឯលោកម្ចាស់ខ្ញុំធ្វើអីវិញ ជប់សិនយើងនឹងមានការងារសំខាន់ជាងនេះ លោកម្ចាស់តាំងពីមានការអី នាងប្រកាសជាដឹងថាសម្លាប់មនុស្សត្រូវតែទទួលទោសហើយមែនទេប្តីនាងត្រូវគេសម្លាប់នាងក៏ដឹងដែរគាត់ត្រូវគេយកកំបិតសម្លាប់ប្រាប់យើងមកអ្នកណាសម្លាប់ប្តីនាង លោកម្ចាស់ខ្ញុំអត់ដឹងទេ កុំធ្វើពុតទៀតនាងលាក់ខាងអើប៉ានៅក្នុងផ្ទះប្រហែលថ្ងៃទៅហើយនៅបកាយទៀត មិនមែនទេមិនមែនខ្ញុំទេគឺបងឲ្យនាំគេមកផ្ទះ ថាអើប៉ានៅក្នុងផ្ទះរបស់នាងលាក់ខ្លួនយូរថ្ងៃហើយមែនទេការតំណាក់តំណងរបស់នាងជាមួយគេមិនធម្មតាទេនាងប្រកាសជាដឹងថាគេធ្វើអ្វីខ្លះហើយនៅកន្លែងណាការលាក់ខ្លួនឃាតករគឺត្រូវមានទោសស្មើនឹងឃាតករ ខ្ញុំ ម្យ៉ាងទៀតនាងបានជួយគេសម្រាប់ប្តីរបស់ខ្លួនឯងទៀតផង ខ្ញុំអត់មានបានសម្រាប់ប្តីខ្ញុំទេមនុស្សកម្រិតខាងអើប៉ាវមិនគួរសម្រាប់មកឲ្យខ្ញុំខ្លាចទៅជាស្រីមេម៉ាយយ៉ាងនេះទេ លោកម្ចាស់ថ្ងៃនោះបងហៃគាត់បាននិយាយថាចង់ជូនខាងអើប៉ាវចេញពីស្រុកខ្ញុំឃើញបងហៃមានកបិតមួយជាប់ខ្លួនខ្ញុំក៏ប្រាប់ខាងអើប៉ាវថានៅតាមផ្លូវត្រូវតែប្រយ័ត្នប្រយែងផងតែមិននឹកស្មានថាមនុស្សកម្រក់ខាងអើប៉ាវគេបែរជាសម្លាប់បងហៃទៅវិញ ខាងអើប៉ាណៃណា ខ្ញុំមិនដឹងទេ ថាអើប៉ាជាអ្នកសម្រាប់អ្នកបម្រើលោកម្ចាស់ស៊ឺឈ្មោះសៀហ្វុងហើយសម្រាប់ទាំងប្តីរបស់នាងទៀតហើយមុខសញ្ញាបន្តគឺនាងដល់ពេលនោះនាងចង់ធ្វើជាស្រីមេម៉ាយក៏ប្រហែលជាមិនបានដែរ និយាយការពិតប្រាប់យើងមកសង្ឃឹមថាយើងអាចជួយនាងតាន់ពេលឥឡូវខាងអើប៉ាណៃណាឆាប់និយាយភ្លាមមកលោកម្ចាស់ទៅណាឥឡូវយើងមានចម្លើយរបស់ប្រពន្ធអាហីយើងគួរតែទៅតាមចាប់ខ្លួនខាងអើប៉ាលោកម្ចាស់មិនបានជាលោកម្ចាស់នៅស្គីមយ៉ាងនេះ ហើយដឹងថាអាយ៉ងនេះគេកំពុងតែសម្ដែងរឿងអីទេគេហៅថាម៉ាទីងតាប្រយុទ្ធជាមួយនឹងសុនថា រឿងនេះខ្ញុំក៏ដឹងដែរនេះគឺជារឿងកាលពីសម័យសង្គ្រាមប្រទេសទាំង3សុនពីងជាមួយនឹងខាងជៀនគេជាបងប្អូនគ្នាគេទាំងពីរនាក់មានទេពកោសល្យល្អខាងជៀនគេខាងសុនពីងគេទាំងពីរនាក់ក្រោយមកប្រឆាំងគ្នាទៅវិញទៅមករហូតដល់ម៉ាទីងតាទើបដឹងថាចាញ់នឹងឈ្នះទីបំផុតខាងជៀនក៏ចាញ់នៅក្រោមដៃរបស់សុនពីងតែម្ដងតាមមែនទេ រឿងនេះខ្ញុំមើលមិនតិចជាង10ដងទេហើយមើលម្ដងណាក៏ខ្ញុំមានអារម្មណ៍ខុសគ្នាដែរពិតជាចម្លែកមែន ឈប់សិនចូលមិនបានទេ នេះអាចបញ្ជាក់ថាម្ចាស់ហាងបាយជូហ្វាឈ្មោះសិនពីវខាងអើប៉ាវហើយនឹងអាហីនោះប្រកាសជាមានការតាក់ទងគ្នាមិនធម្មតាទេលោកម្ចាស់ថងខ្ញុំយល់ថានេះគឺជាកលិះសំខាន់នៅក្នុងរឿងក្តីដូច្នេះយើងគួរតែសួរចម្លើយហើយជំហានទី1ត្រូវចាប់ខ្លួនសិនពីវយកមកសួរចម្លើយរួចហើយលោកម្ចាស់សងលោកចង់សួរចម្លើយស៊ឺវិនជីងចង់ចាប់ខ្លួនខាងអើប៉ាវខ្ញុំធ្វើតាមការស្នើសុំរបស់លោក ហេតុអីបាទជាសើឬចុះសើឬឡើងទៅវិញទៅមកបែរជាស្រាវជ្រាវហាងបាយជូហ្វាយណែនេះទៅវិញគេបើកហាងបាយរ៉ូស៊ីដើម្បីប្រាក់មានអីតាក់ទងជាមួយនឹងរឿងឃាតកម្មនេះទៅលោកម្ចាស់ប្រហែលជាមិនតាន់យល់ច្បាស់ទេសិនពីមិនត្រឹមតែមានការពាក់ព័ន្ធនៅក្នុងរឿងក្តីនេះទេហើយក៏មានការពាក់ព័ន្ធបញ្ហាបាត់ប្រាក់ពីក្នុងឃ្លាំងនៅតំបន់ជាចៅទៀតផងហើយយកលោកនិយាយផ្ដេសផ្ដាស់ឬក្តីនេះចប់រួចហើយតើលោកម្ចាស់លោកកាក្តីជាចៅឈ្មោះយិនជាលួយប្រាក់ 20,000 តម្លឹង ប៉ុន្តែប្រាក់ដែលយើងរកឃើញនោះគឺត្រឹមតែ 10,000 តម្លឹងតែប៉ុណ្ណោះទេអញ្ចឹង 10,000 តម្លឹងទៀតគឺបានបញ្ជូនមករាជធានីដើម្បីសោកប៉ាន់មហាមន្ត្រីហើយក្រោយមកយិនជាក៏សម្លាប់ខ្លួនរឿងក្តីនេះក៏មិនអាចស្រាវជ្រាវតទៅទៀតបានប្រាក់នេះមិនដឹងថានៅកន្លែងណាឥឡូវនេះសិនពីប្រហែលជាមនុស្សនៅក្នុងរាជធានីដែលមានការតាក់ទងដល់ប្រាក់ 10,000 តម្លឹងនោះ
សំខាន់គឺឲ្យប្រពន្ធរបស់យើងជាគេមកបញ្ជាក់ឲ្យបានច្បាស់រួចហើយអ្វីក៏ត្រូវចាប់ដែរអេលោកសុកអូចាំបាច់ដល់បលឹងរឿងក្តីរបស់ស៊ឺប៊ុនជីងធ្វើឲ្យយើងតែពីរដាក់ឈឺក្បាលស្ទើរតែបែកទៅហើយយើងតែពីរដាក់ប្រឹងប្រែងស្ទើរសោះខ្យល់ឥឡូវនេះបែកជាយកឬបាត់ប្រាក់នៅជាចៅដាក់បលីចូលគ្នាធ្វើឲ្យកាត់តែស្មុគស្បាញលោកម្ចាស់អត់មានបញ្ហាទេធ្វើអញ្ចឹងគឺមានផលប្រយោជន៍ច្រើនណាស់ឬថាអត់បញ្ហាទៀតហ៎រហូតដល់ខ្ញុំតែឆ្លៃក្រាបទូនៅក្នុងសាវតាកាប់បដាឈឺក្បាលឯងដល់បលឹងទេហើយលោកឯងអាយយបីក៏ឈឺក្បាលមែនតើឈឺក្បាលមែនតើលោកម្ចាស់យ៉ាងមិនដែរដល់ឈឺក្បាលមែនតើពួកឯងបាទលោកម្ចាស់លោកម្ចាស់មិនដែរលោកម្ចាស់មិនក៏ជួយធ្វើទៅភ្លាមអញ្ចឹងអូឈឺក្បាលដែរជួដៀវទៅសម្រាប់ជិះលោកម្ចាស់សម្រាប់អើយមកតែមើលឯងប្រាប់យើងថាគ្មានបញ្ហាឥឡូវខេត្តអីក៏មានបញ្ហាឯងនិយាយទៅមើលលោកម្ចាស់សុំកំរាមអីខ្ញុំរៀបចំសារជាថ្មីគ្នាថាគ្មានបញ្ហាទេហើយរៀបចំខយកអីយើងប្រាប់ឯងហើយដល់បើសិនជាមានការឆ្លោះត្រួយប្រកាសជាមានទោសមហាជីវិតលោកម្ចាស់មិនអីទេអើយចេះលាហើយលោកម្ចាស់អើយលោកម្ចាស់អង្គុយមួយកំណាត់ថ្ងៃទៅហើយមីក៏ត្រជាក់ដែរខ្ញុំយកទៅកម្ដៅជូនលោកម្ចាស់ពិសាត្រជាកម្មនៃអតីតកាលហាចូលក្នុងផ្ទះប្រជារាស្ត្រសាមញ្ញលោកម្ចាស់អ្នកនាងអ៊ីងគូនិងលោកចៅទៅបាត់ហើយលោកម្ចាស់មិនទាន់ពិសាយទេលោកម្ចាស់អត់បាយយ៉ាងនេះមិនកើតទេណែមានកាយលោកម្ចាស់ឯងឆាប់រៀបចំទៅជនបទជាមួយខ្ញុំទៅឥឡូវនេះត្រូវហើយលោកម្ចាស់អូអញ្ជើញលោកពិភាក្សាការងារអូមានសួរអញ្ជើញខ្ញុំទៅជួបប្រៀបដូចព្រះអាទិត្យរះពីទិសខាងលិចអញ្ចឹងលោកម្ចាស់លោកអូថាមានការចាំបាច់ត្រូវពិភាក្សាជាមួយលោកម្ចាស់សុងជាបន្តបានណាទៅយើងសូមអញ្ជើញ
លោកម្ចាស់សុំ លោកម្ចាស់អ៊ូលោកស្លៀកពាក់យ៉ាងនេះគឺព្រោះតែចង់ឲ្យខ្ញុំនៅចំពោះមុខសាវនាកាជាមួយនឹងសាកសពមែនទេ លោកម្ចាស់សុំពិតជាពូកែអស្ចារ្យខ្ញុំពិតជាមានគំនិតអញ្ចឹងអញ្ជើញលោកម្ចាស់មកទីនេះគឺព្រោះតែចង់ឲ្យលោកជាមួយនឹងសាកសពនេះតទល់នៅចំពោះមុខសាវនាកាលោកម្ចាស់សុំលោកមើលសាកសពនៅចំពោះមុខយើងតើគេជានរណាដែរ គឺគេ លោកម្ចាស់សុំមើលទៅលោកប្រកាសជាស្គាល់គ្នា កាលពីម្សិលមិញប្តីរបស់គេឈ្មោះអាហិទើបតែស្លាប់ទៅហើយរយៈពេល3ម៉ោងមុននេះខ្ញុំទើបតែបានជួបគេតើហេតុអីបានជា នោះបានន័យថាកាលពី3ម៉ោងមុនលោកទៅផ្ទះរបស់នាងតើមែនទេ ខ្ញុំទៅជាមួយលោកចាស់ ទៅធ្វើអី មានរឿងខ្លះចង់សួរគេ នៅទីនោះប្រហែលម៉ោង ប្រហែលជារយៈពេលកន្លះម៉ោង ពេលដែលលោកចេញពីទីនោះមានអ្វីប្លែកមានអាណានៅទីនោះទេ គ្មានឃើញអ្វីប្លែកហើយក៏គ្មានមនុស្សនៅទីនោះដែរ លោកម្ចាស់សុំលោកប្រហែលជាមិនទាន់ដឹងទេពេលដែលលោកនិងកូនចៅលោកចាក់ចេញពីផ្ទះស្រីនោះមិនបានកន្លះម៉ោងក៏មានបងប្អូនចិត្តខាងមកខ្ចីអង្គពីនាងពេលដែលបើកទ្វារផ្ទះរបស់នាងលោកម្ចាស់សុំប្រពន្ធរបស់អាហិស្លាប់ទៅបាត់ស្លាប់ដោយមិនដឹងមូលហេតុលោកជាជើងឯកពូកែពិនិត្យសាកសពលោកគួរតែពិនិត្យមើលស្រីដែលស្លាប់យ៉ាងអយុត្តិធម៌នេះគឺស្លាប់ក្នុងពេលណាស្លាប់ដោយអាវុធអីអ្នកណាជាអ្នកសម្លាប់នាងលោកម្ចាស់សុំសូមជួយ លោកម្ចាស់សុំពិនិត្យរួចនៅ នៅលើកសាកសពមានស្នាមចំខ្មៅដៃជើងរបស់គេមិនតាន់រឹងហើយសាកសពនៅមានកម្ដៅតាមមើលប្រហែលជាស្លាប់រយៈពេល3ម៉ោងមុន នៅមានអីទៀតអ្នកណាសម្លាប់នាងអ្នកណាបង្ខំទៅសម្លាប់មនុស្សស្រីដែលមិនដែលចេញពីផ្ទះយ៉ាងនេះនោះមិនបានជានៅស្ងៀម មើលទៅលោកមិនហ៊ាននិយាយទីដឹងកន្លងមកលោកប៉ិននិយាយណាស់មិនបានជាពេលនេះលោកនៅស្ងៀមទៅវិញហ៎មិនក៏មិនឃើញលោកជជែកទៅហើយមិនក៏លោកមិនហ៊ាននិយាយលោកម្ចាស់សុងឬមួយជំនាញដល់ពូកែរបស់លោកត្រូវទទួលបរាជ័យដោយសារតែស្រីដែលស្លាប់ទៅដោយគ្មានមូលហេតុបើកសៅណាកា លោកម្ចាស់អ៊ូតាមការពិតលោកម្ចាស់បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់អស់ហើយតែមែនទេអញ្ចឹងបានន័យថាលោកមានការវិនិច្ឆ័យច្បាស់លាស់ហើយអញ្ចឹងខ្ញុំរងចាំស្ដាប់លោកនិយាយទៅចុះ បានលោកចាំស្ដាប់រឿងក្តីនេះដើមចោតគឺខាងអើប៉ាវកាលពីថ្ងៃមុនដោយសារតែលោកប្រើទណ្ឌកម្មសួរចម្លើយគេក៏រត់ទៅផ្ទះរបស់អាហិដើម្បីលាក់ខ្លួនក្រោយពីលាក់ខ្លួនប្រហែលថ្ងៃក្រោយមកគេឃើញសភាពការតឹងតែងទៅគេក៏រត់ចេញពីទីនោះហើយក៏នាំអាហិទៅជាមួយតែមិននឹកស្មានថានៅតាមផ្លូវមានគេមកស្កាត់ផ្លូវ Hỡi Hôn chết ចាប់រត់ទៅក្រោយពីការវាយតប់គ្នាខាងអើប៉ាវគេសំណាងល្អរត់រួចអាហិក៏ត្រូវគេសម្លាប់លោកព្រោះតែចង់តាមរកខាងអើប៉ាវលោកក៏ទៅផ្ទះអាហិតាមសួរចម្លើយប្រពន្ធអាហិដើម្បីចង់ដឹងពីដំណឹងខាងអើប៉ាវពេលដែលសួរចម្លើយរួចហើយលោកនាំគ្នាសម្លាប់ស្រីនេះហើយក៏ចាក់ចេញពីផ្ទះនោះតែម្ដងមានមនុស្សខ្លះយល់ថាធ្វើយ៉ាងនេះគ្មានអ្នកណាដឹងទេវាជារឿងអាចកំបាំងតែមិននឹកស្មានថាមិនបាន3ម៉ោងផងរឿងនេះក៏ត្រូវបែកការតែម្ដង
លោកម្ចាស់អូលោកនិយាយថាមានមនុស្សខ្លះតាមម្នាក់នោះជាណាសូមលោកម្ចាស់អូបកស្រាយបានច្បាស់ទៅមើល បានថ្ងៃនេះយើងត្រូវតែប្រាប់លោកឲ្យបានច្បាស់មនុស្សដែលយើងនិយាយនោះគឺលោកតែម្ដងនោះគឺលោកម្ចាស់សង្ឃជាអ្នកប្រព្រឹត្ត អូមីសួយអូមីសួយឯងគឺជាមនុស្សដែលគួរឲ្យអស់សំណាច់បំផុតសូមជើខ្ញុំជាមន្ត្រីរាជការថ្នាក់ទី4ទទួលបរិយាបញ្ជាពីព្រះអង្គមកស្រាវជ្រាវរឿងក្តីដើម្បីចាប់ខ្លួនឃាតករតើលោកសំអាងលើអីដែលមកចោទថាខ្ញុំជាឃាតករទៅវិញហ៎លោកម្ចាស់ខ្ញុំសួរលោកទៅមើលហេតុអីបានជាខ្ញុំទៅសម្រាប់ថងអប៉ាហេតុអីបានជាខ្ញុំចាប់ខ្លួនអាហីហើយព្រមទាំងសម្រាប់ប្រពន្ធរបស់គេទៀតនោះមើលទៅដោយសារតែការសងសឹកគំនុំផ្ទាល់ខ្លួនបានជាធ្វើឲ្យលោកវង្វេងវង្វាន់យ៉ាងនេះ សង្ឃឈើឯងពិតជាថ្លើមធំណាស់យើងបានរៀបរាប់ពីទោសកំហុសរបស់ឯងយ៉ាងច្បាស់ទៅហើយឯងនៅធ្វើមិនដឹងមិនឮទៀតមើលទៅយើងត្រូវតែរៀបរាប់ពីទោសកំហុសរបស់ឯងចាប់ប្រមាណចេញមកឲ្យអស់ពួកឯងនាំស្រីពីរនាក់ចូលក្នុងសវនាការមកបាទយើងសួរឯងទាំងពីរនាក់ទៅមើលតើម្នាក់នឹងពួកឯងមានស្គាល់ទេ គាត់គឺជាលោកម្ចាស់សង្ឃជាលោកម្ចាស់របស់ខ្ញុំ អ្នកណាជាម្ចាស់របស់ពួកឯងខ្ញុំមិនដែលជួបពួកឯងម្ដងណាទេពួកឯងមើលច្បាស់ទៅមើល លោកម្ចាស់សង្ឃពួកគេគឺជាស្រីបំរើដែលលោកយកមកចិញ្ចឹមដោយលួចលាក់នៅក្រោយផ្ទះនោះលោកជួបជាមួយគេរាល់ថ្ងៃកំដរគ្នារាល់យប់មិនក៏ថាលោកមិនស្គាល់ អូមីសួយតើខ្ញុំមានផ្ទះសម្ងាត់ពីកាលណាខ្ញុំចិញ្ចឹមអ្នកបំរើពីកាលណាលោកក៏មកករឿងអសោះណាទៅវិញចុះ ចា ឯងមិនទទួលស្គាល់ក៏បានប៉ុន្តែឯងចាំមើលលិខិតកាន់កាប់ផ្ទះនឹងបានបដូរប្រាក់ឯងស្គាល់ទេគឺឈ្មោះរបស់សង្ឃឈើ លិខិតកាន់កាប់ផ្ទះនឹងបានបដូរប្រាក់នេះតើបានពីណាមកហើយរឿងនេះយ៉ាងម៉េច បានពីណាមកប្រកាសជាមានមូលហេតុនេះមកពីលោកបានទទួលសំណុកពីគេ អ្នកណាសូប៉ាន់ខ្ញុំហ៎ មិនចាំបាច់ឆ្ងល់ទេគឺលោកមេតបស៊ឺវិនជីង ស៊ឺវិនជីងតើលោកមានផតាំងទេ ចង់បានផតាំងឯងចាំស្ដាប់យើងរៀបរាប់ប្រាប់លោកទៅចុះលោកមន្ត្រីមេតបស៊ឺវិនជីងខົບខិតជាមួយនឹងសត្រូវក្បត់ជាតិត្រូវមានទោសដាក់គុកក្រោយមកគេក៏ពឹងមនុស្សដើម្បីជួយគេឲ្យរួចផុតពីទោសប៉ុន្តែគេគ្មានអ្នកណាព្រមជួយទេក្រោយមកគេក៏តាមរកលោកម្ចាស់សង្ឃតែគេមិនស្គាល់លោកប្រមាណទេតែដោយសារតែមានការតាក់ទងមាសហើយនឹងប្រាក់លោកក៏ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយស៊ឺវិនជីងឲ្យរួចផុតពីទោសកំហុសរឿងសំខាន់បំផុតនោះគឺត្រូវចាត់ការທາງអើប៉ាវដែលជាមេដើមចោតមុនតែរឿងនេះរកសាក់សីមិនឃើញទីបំផុតក៏ត្រូវចាប់ត្រឹមដឹងលោកម្ចាស់សង្ឃយើងនិយាយនេះតើត្រឹមត្រូវដែរទេលោកនិយាយទៅមើល អូមីសួយយើងបំរើរាជការរយៈពេលជាង10ឆ្នាំធ្វើអ្វីតែងតែត្រឹមត្រូវជានិច្ចស្មោះត្រង់ចំពោះប្រជារាស្ត្រនិងរាជការខ្ញុំមានផ្ទះនៅទៅហើយតើខ្ញុំយកផ្ទះសម្បែងមកធ្វើអីទៀតប្រាក់ខែរបស់ខ្ញុំចាយគ្រប់គ្រាន់ទៅហើយតើខ្ញុំត្រូវការប្រាក់មកធ្វើអីទៀតទៅលោកគិតមើលពិតមែនជាដំបូងយើងមិនជឿទេពីព្រោះអ្នកក្រៅគេយល់ថាលោកម្ចាស់សង្ឃតែងតែចូលចិត្តរស់នៅដោយរបៀបធម្មតាតើហេតុអីបានជាស្រាប់តែចេះតែសប្បាយយ៉ាងនេះដែរប៉ុន្តែយើងធ្វើការស្រាវជ្រាវក្រោយមកទើបយើងដឹងថាពេលនេះលោកស្មុគស្មាញព្រោះតែរឿងស្នេហាបានជាមានផលលំបាកយ៉ាងនេះលោកនឹងអ៊ីចិនមិនសូវមានពេលជួបគ្នាទេក៏ប៉ុន្តែលោកនៅជាមួយស្រីម្នាក់ឈ្មោះអ៊ីងគូទៅណាមកណាជាមួយគ្នារយៈពេល16ឆ្នាំហើយអូមីសួយ លោកម្ចាស់សង្ឃក្នុងនាមជាមនុស្សប្រុសមានអ្នកណាដែលគ្មានមនោសញ្ចេតនាពាក់ព័ន្ធនឹងស្រីនោះម្យ៉ាងទៀតនៅជាមួយគ្នាទាំងយប់ទាំងថ្ងៃ16ឆ្នាំមានរឿងអីដែលថាគ្មានមនោសញ្ចេតនានោះប៉ុន្តែខុសត្រង់លោកមានស្រីហើយចង់បានកិត្តិយសទៀតតាមពិតនេះគឺជារឿងបញ្ហាប្រុសស្រីស្រឡាញ់គ្នាលោកយកប្រពន្ធចង់មួយទៀតគឺគ្មានបញ្ហាអីទេប៉ុន្តែលោកតាំងខ្លួនធ្វើជាមនុស្សត្រឹមត្រូវគ្រប់បែបយ៉ាងនៅពីមុខយើងមិនធ្វើបែរជាធ្វើដោយលួចលាក់
ប៉ុន្តែនេះមិនមែនជារឿងយូរអង្វែងទេចៃដន្យពេលនោះមានគេជូនផ្ទះមួយទៅលោកគួបផ្សំនឹងប្រាក់រាប់ម៉ឺនតម្លឹងនេះហើយគឺសម្រាប់ដោះស្រាយបញ្ហាស្នេហាលួចលាក់របស់ អូមេសួយតាមការពិតលោកចោតមនុស្សដោយគ្មានហេតុផលអ្វីបន្តិចសោះតាមការពិតនេះគឺជាការសាររឿងក្តីចាស់ដែលលោកកាត់ក្តីនៅស្រុកថៃភីងមែនទេ លោកម្ចាស់សុកលោកមិនចាំបាច់ខឹងពេកទេបើសិនជាខ្ញុំគ្មានភ័ស្តុតាងខ្ញុំក៏មិនហ៊ានថាឲ្យលោកដែរបើគ្មានភ័ស្តុតាងខ្ញុំហ៊ាននិយាយយ៉ាងនេះជាមួយលោកទេហឺរឿងនេះយើងទុកមួយឡែកសិនយើងសួរលោកតទៅទៀតថ្ងៃទី2នៃរឿងហេតុកើតឡើងលោកស្ថិតក្រោមការណែនាំអ្នកបម្រើចាស់របស់គ្រួសារត្រកូលស៊ឺលោកលួចចូលតាមច្រកសម្ងាត់នៅពីក្រោយផ្ទះត្រកូលស៊ឺនៅក្នុងផ្ទះត្រកូលស៊ឺយើងដឹងច្បាស់ណាស់លោកម្ចាស់សុងលោកមិនទាន់មានព្រះរាជបញ្ជាពីព្រះអង្គចូលទៅដោយលួចលាក់គឺព្រោះតែអ្វី អូមេសួយពិតមែនថាខ្ញុំមិនទាន់មានព្រះរាជបញ្ជាក៏ប៉ុន្តែខ្ញុំចង់ដឹងរឿងនេះឲ្យបានច្បាស់ដូច្នេះខ្ញុំត្រូវការរកភស្តុតាង ចង់បានភ័ស្តុតាងហ៎មិនខ្វះទេសូមលោកមើលច្បាស់ទៅ នេះគឺជាស្អី ចាប់ត្រីធំក៏មិនធូរដៃរបស់ចាស់ដូចជារបស់ថ្មីលុបលាងទឹកភ្នែកពីយប់មិញស្អែកឡើងនឹងមានភាពញញឹមដដែលលោកមើលខ្លួនឯងឲ្យច្បាស់ទៅលោកឃើញទេ ពាក្យប្រទេសផ្ដាស់អញ្ចឹងអាចយកធ្វើជាភស្តុតាងសម្រាប់ខ្ញុំហ៎លោកម្ចាស់សុំលោកមើលឲ្យបានច្បាស់ទៅមើលតើនេះជាអក្សររបស់អ្នកណាអក្សរនេះគឺដូចជាអក្សររបស់ខ្ញុំ ពិតមែនហើយនេះជាអក្សររបស់លោកម្ចាស់សុងសតសេដោយផ្ទាល់កាលពីម្សិលមិញលោកប្រថុយស្លាប់ដើម្បីចូលក្នុងគុកធំទៅជួបស៊ឺវិនជិញលោកថាដោះស្រាយក្តីតែតាមការពិតឲ្យដំណឹងទៅគេលោកឆ្លៀតពេលអ្នកយាមមិនប្រយ័ត្នក៏យកសម្បត្តិសម្ងាត់ឲ្យទៅស៊ឺវិនជិញឃ្លាតែមួយមើលទៅជាពាក្យធម្មតាតែក្នុងនេះសតសេពាក្យសម្ងាត់ក្តាប់ទឹកដីឲ្យជាប់កុំប្រឡែងដៃលោកប្រាប់គេថាកុំនិយាយអ្វីឲ្យសោះលាងទឹកភ្នែកពីយប់មិញឲ្យស្អាតស្អែកឡើងនៅតែញញឹមដដែលបានន័យថាប្រាប់គេកុំឲ្យបារម្ភនៅខាងក្រៅមានអ្នកដោះស្រាយក្តីឲ្យគេថ្ងៃណាមួយគេនឹងចេញពីគុកនេះជាមិនខានទេអក្សរនេះរឿងអីជាអក្សររបស់ខ្ញុំនោះអូមេសួយនេះសុទ្ធតែជារឿងមិនពិតទេលោកម្ចាស់សុំភ័ស្តុតាងនៅចំពោះមុខលោកមិនបាច់ប្រកែកទៀតទេនេះជាភស្តុតាងជាភស្តុតាងស្អីទៅជាភស្តុតាងស្អីទៅអូមេសួយឯងឲ្យភ័ស្តុតាងនេះចោលទៅថ្ងៃនេះយើងមិនទាន់ប្រើទណ្ឌកម្មផងគ្រាន់តែមានភ័ស្តុតាងសាក្សីប៉ុណ្ណឹងក៏អាចស្រាវជ្រាវរឿងក្តីរបស់លោកបានច្បាស់នៅចំពោះមុខទៅហើយតើលោកនៅចាំទេកាលដែលលោកនៅស្រុកថៃភីងបញ្ឈប់តំណែងរបស់ខ្ញុំនិយាយប្រាប់លោកថាម៉េចខ្ញុំនិយាយថានៅក្នុងរាជការគ្មានមនុស្សត្រឹមត្រូវទាំងស្រុងនោះទេខ្ញុំមិនមែនជាទេវតាចំណែកលោកសុងក៏មិនមែនជាទេវតាស្មានថាជំនាញពិនិត្យសាកសពពិនិត្យរបួសប៉ុណ្ណឹងអាចរកយុត្តិធម៌ដោះស្រាយក្តីគ្រប់បែបយ៉ាងបានតើមែនដែរទេនោះវាហាក់ដូចជាកំពុងតែយល់សពយ៉ាងចឹងណាយ៉ាងម៉េចអ្វីដែលខ្ញុំនិយាយនេះវាคล้ายទៅជាការពិតហើយតើមែនទេអូមេសួយភស្តុតាងហើយនឹងសាក្សីដែលលោកបាននិយាយបាញ់មិញនេះគឺសុទ្ធតែជារឿងមិនពិតទេលោកនិយាយតែខ្លួនឯងបង្ហាញសាក្សីតែខ្លួនឯងហើយកាត់ក្តីតែខ្លួនឯងយើងកាត់ក្តីដូចខ្លួនឯងតើលោកមានភស្តុតាងអីថាខ្ញុំកាត់ក្តីព្រាបដាប្រាប់លោកទៅចោះគ្រាន់តែសាក្សីភស្តុតាងប៉ុណ្ណឹងក៏យើងអាចកាត់ទោសលោកបានដែរកាលនោះនៅស្រុកថៃភីងលោកយកឆ្អឹងខ្មោចចេញពីដីប្រើទឹកមួយកាធុននិងខ្សាច់មួយក្តាប់លោកធ្វើឲ្យខ្ញុំស្ទើរតែស្លាប់បាត់ទៅហើយលោកធ្វើបាបខ្ញុំទទួលផលលំបាកប្រហែលឆ្នាំនេះថ្ងៃនេះតើលោកមានមធ្យោបាយអីទៀតទៅលោករកមធ្យោបាយដ៏ល្អពិសេសដើម្បីរុញច្រានអ្វីដែលខ្ញុំនិយាយនេះទេលោក
សង្ឈើថ្លើមធំក្នុងនាមឯងជាមន្ត្រីថ្នាក់ទី4របស់រាជការព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនឯងទៅការពារអ្នកទោសកាត់ក្តីផ្ដេសផ្ដាស់សម្រាប់មនុស្សល្អឯងវង្វេងវង្វាត់អស់ហើយថ្ងៃនេះយើងត្រូវតែខាត់ខ្លួនលោកបណ្ដោះអាសន្ននៅពេលដែលយើងទូលដល់ព្រះអង្គចាំយើងកាត់ក្តីជាក្រោយ អូមាសួយ ស្មានថាយើងមិនហ៊ានទេកាលពីប្រហែលថ្ងៃមុនយើងនៅទីនេះបានចាប់ខ្លួនមន្ត្រីថ្នាក់ទី2មួយរូបទៅហើយស្មានថាមន្ត្រីថ្នាក់ទី4តូចតាចដូចជាឯងយើងខ្លាចណាស់ទៅហ៎ពួកឯង ហ៊ាន ចាប់ខ្លួនសងឈើប្រមាថច្បាប់មើងងាយច្បាប់ភ្លាម hơi cua ỏi ăn nát na គួរអាណិតណា mày ស់ hỏi cua ăn nát មែនកាលពីយប់មិញចោលចូលផ្ទះមិនត្រឹមតែប្លន់ទ្រព្យសម្បត្តិទេហើយសម្រាប់ទាំងម៉ែទាំងកូនរបស់គេទៀតពិតជាអយុត្តិធម៌ពេកហើយ bật bể đây sao hao pê rồi គួរអាណិតខ្លាំងណាស់ mày nói cua ăn nát គួរអាណិតណាស់ mau bị ai rừng rục pê ban chỉ vì chân vì chân បងបង vì chân cúi tử vì chân rương ban đó đầm nặng còn đi tự hỏi chấm nay bốc trong chui gọi chui mình cỡ đây ní cứ mau bị bốc bị môn ban mình đục kho ỏi cô nè riệp ca cho môi nâng sông chờ ní hào thả đằng mốc đằng mót mình đằng chặt men hai tiếng ní hồi ban chỉ kia sầm rạch chất tại chào te sốc chất vừa ca nơi khẳng cao mình rồi vô chụp cônនោះគឺមកពីគេមានស្រីម្នាក់នៅក្បែរខ្លួនគេទៅហើយសងឈើខ្លួនធ្វើបាបខ្លួនយើងក៏អាម៉ាស់មុខដែរគេជាមនុស្សរមិលគុណណាស់ បងពួកជឿថានេះជារឿងពិតទេ មានភ័ស្តុតាងនឹងសាក់សីចំពោះមុខមានរឿងអីដែលថាមិនជឿ តែខ្ញុំមិនជឿទេ កូនអើយអ៊ីចិនហេតុតែកូនមិនជឿវាជារឿងពិតពុកពីដំបូងក៏មិនជឿដែរក្រោយមកពុកឲ្យគេទៅស្រាវជ្រាវទីបំផុតពិតជាឃើញថាមានកូនផ្ទះតូចមួយនៅទីនោះរៀបចំពិតជាស្រួលបួលណាស់គេព្រមទាំងទិញអ្នកបម្រើ2នាក់នៅបម្រើគេទៀតផងនេះគឺជារឿងអា បង មុ ក៏ ខ មានប្រសាសន៍អញ្ចឹងបើសិនជាមិនខ្ញុំឃើញនៅតបណែទេនោះរឿងទាំងឡាយនេះខ្ញុំប្រកាសជាមិនជឿទេខ្ញុំមិនជឿទេ កូនស្រីកូនកុំនិយាយអញ្ចឹងអីរឿងក្តីនេះនៅក្នុងរាជការយកចិត្តទុកដាក់ខ្លាំងណាស់បើមិនស្រួលទេកូនក៏ត្រូវជាប់ពាក់ព័ន្ធដែរ បើសិនជាមានអ្នកណាទម្លាក់កំហុសលើគាត់ក៏តែខាត់មិនទៅចោលគាត់ទេកូនសុខចិត្តទៅជាមួយគាត់ដែរ ផ្ដោះហើយអ៊ីចិនដល់ពេលនេះទៅហើយហេតុអីបានជាកូននៅកាន់ជើងគេទៀតសុងឈើមិនរវីរវល់នឹងកូនជាង10ឆ្នាំទៅហើយគេនៅជាមួយនឹងស្រីម្នាក់ឈ្មោះអ៊ីងគូដែលមានសម្រស់ស្រស់ស្អាតគ្រាន់បើនៅជាមួយគ្នារយៈពេលយ៉ាងយូរណាស់ហើយហេតុអីបានជាកូនមិនដឹងខ្លួនអីបន្តិចសោះម្ដាយកូនស្លាប់យូរឆ្នាំហើយពុកមានតែកូនស្រីឯងម្នាក់គត់ឬមួយកូនសុកចិត្តរក្សានៅភាពមនោសញ្ចេតនាដែលជាប្តីប្រពន្ធមិនពិតប្រាកដសុកចិត្តលះបង់ពុកមករវីរវល់ឪពុកមែនទេ មិនមែនចឹងទេរឿងនេះមានចំណុចសង្ស័យច្រើនណាស់កូននឹងសងឈើជាប្តីប្រពន្ធជាង10ឆ្នាំ
ជាការពិតយើងតែពីរអ្នកមិនសូវជួបគ្នាមែនតែគាត់ដឹងថាគាត់ចំនួនរបៀបណាទៅហើយគាត់ដាច់ខាតមិនធ្វើដូច្នេះទេគាត់ជាមួយអ៊ីងគូធ្វើការជាមួយគ្នាគឺកូនទេទុកអ៊ីងគូនៅក្បែរគាត់ខ្ញុំទុកនាងជាប្អូនស្រីរបស់ខ្ញុំដូចជាថាខ្ញុំធ្លាប់ប្រាប់នាងឲ្យនៅជាមួយសុងឈើជាប្រពន្ធចុងក៏បានក៏ប៉ុន្តែគេគ្មានគំនិតផ្ដេសផ្ដាស់តទៅសោះក៏មិនជឿទេក៏មិនជឿថាគេទាំងពីរអ្នកធ្វើបែបនេះគេមិនធ្វើបែបនេះទេ បានហើយឈប់និយាយទៀតទៅកូនមានទឹកចិត្តយ៉ាងនេះគឺជារឿងល្អសម្រាប់កូនពុកមិនចំទាស់តែរឿងនេះជារឿងតាក់ទងដល់ខុសឬត្រូវកូនមិនអាចធ្វើអ្វីតាមចិត្តបានទេរឿងដែលគេពាក់ព័ន្ធនឹងអាចកំបាំងច្រើនពុកមិនអាចសួរបានតែពុកប្រាប់កូនទៅចោះឥឡូវនេះគេក៏នៅក្នុងគុកធំដែរលោកម្ចាស់ថងនិងលោកម្ចាស់អ៊ូស្អែកឡើងនឹងចូលសវនាការយករឿងនេះទូថ្វាយដល់ព្រះអង្គកូនស្រីរឿងនេះមានបញ្ហាស្មុគស្មាញជាងការស្មានឆ្ងាយណាស់ទីចិនអ្វីត្បិតតែពួកឯងជាប្តីប្រពន្ធយូរឆ្នាំប៉ុន្តែការស្រឡាញ់គ្នានេះគឺគេជាអ្នកក្បត់កូនមុនគេគ្មានមេត្តាកូនក៏មិនចាំបាច់គិតដល់គេដែរឥឡូវពុកទទួលកូនទៅវិញពីថ្ងៃនេះទៅឲ្យកូនយើងនៅជាមួយគ្នាយ៉ាងម៉េចដែរ ពុកកូនជាកូនបង្កើតរបស់ពុកកូនសុខចិត្តនៅកំដរពុកអស់មួយជីវិតក៏ប៉ុន្តែរឿងដល់ពេលនេះទៅហើយក៏មានរឿងមួយត្រូវតែបបពុកឲ្យតែកូនមិនទៅចោលពុករឿងអីក៏ពុកជួយគិតគូរដល់កូនដែរកូននិយាយទៅ ខ្ញុំត្រូវតែទៅមើលគាត់ ថាម៉េច ខ្ញុំត្រូវទៅសួរសុងឆាហេតុអីបានជាគាត់ធ្វើយ៉ាងនេះហេតុអីបានជាដឹងច្បាប់ធ្វើខុសច្បាប់ហេតុអីបានជាគាត់ដាច់ធម្មតាចំពោះខ្ញុំយ៉ាងនេះ កូន ពុកខ្ញុំសូមបបពុកចុះខ្ញុំសូមបបពុកពុកពុក ទីមិនបានជាដាច់ខាត ពុកពុក ទៅឈើហូបបាយទៅហេមកហូបបាយឥឡូវនេះអើយវាដូចជីវិតការចម្លែកណាស់អ្នកដែលបោទីនេះសត្វតែជាមន្ត្រីរាជការអ្នកមិនទាន់ចេញទៅផងឥឡូវមកម្នាក់ទៀតហើយហេអ្នកទី3មកទីដឹងណោះនេះ លោកម្ចាស់លោកម្ចាស់ប្រាប់ខ្ញុំមកមានរឿងអីកើតឡើងឆាប់ប្រាប់ខ្ញុំមក ស្ដាប់ខ្ញុំនិយាយសិនក ុំនិយាយច្រើនលោកម្ចាស់ណៃណាឆ្លើយមកលោកម្ចាស់ណៃណា លោកម្ចាស់គាត់ចូលគុកហើយអ្នកនាងអីគូ អ្នកស្រីអ្នកស្រីអ្នកស្រីណែមានកាយហ្នឹងអ្នកស្រីណៃណាទៅណែនេះធ្វើឲ្យលោកម្ចាស់មានបញ្ហាសុខភាពយ៉ាងនេះហើយនៅមានមុខអីទៅជួបអ្នកស្រីទៀតណោះអ្នកស្រីអ្នកស្រីមិននៅទេមាននិយាយនេះបានន័យថាម៉េចប្តីប្រពន្ធដូចជាបានតាមអាស្រ័យក្នុងព្រៃពេលមានគ្រោះថ្នាក់គេរត់រៀងខ្លួនលោកម្ចាស់ជាប់គុកអ្នកស្រីប្រកាសជារត់ភៀសខ្លួនហើយហេតុអីលោកម្ចាស់ត្រូវចាប់គុកមិនក៏មិនសួរខ្លួនឯងទៅមើលអ្នកនាងអ៊ីងគូអ្នកស្រីនាងចង់ទៅណាខ្ញុំទៅកំដរលោកម្ចាស់នៅក្នុងគុកនាងកុំធ្វើអ្វីឆេវឆាវសោះសម្រាប់ខ្ញុំគ្មានផ្ទះគ្មានសប្បាយទេអ្នកនាងអ៊ីងគូនាងនិយាយយ៉ាងនេះតើបានន័យថាម៉េច
អ្នកស្រីយូរណាស់មកហើយខ្ញុំតែងតែមានការគោរពចំពោះអ្នកស្រីណាស់ខ្ញុំយល់ថាអ្នកស្រីជាគំរូដ៏ល្អខ្ញុំយល់ថាអ្នកស្រីនៅក្នុងโลกនេះជាស្រីដែលមានចិត្តធម៌មេត្តាប៉ុន្តែថ្ងៃនេះអ្នកស្រីខ្ញុំមានរឿងមួយចង់ពឹងពាក់សូមអ្នកស្រីយល់ថាអ្នកស្រីនឹងលោកម្ចាស់ជាប្តីប្រពន្ធជាង10ឆ្នាំមកហើយខ្ញុំសូមវល់អ្នកស្រីមេត្តាជំរាបដល់ឪពុករបស់អ្នកស្រីយកខ្ញុំទៅដាក់គុកវិញទៅព្រោះថាលោកម្ចាស់ជាប់គុកក៏ព្រោះតែខ្ញុំដែរមែនទេអញ្ចឹងខ្ញុំសុខចិត្តទៅកំដរគាត់អស់មួយជីវិតចោះទោះត្រូវនៅក្នុងគុកអស់មួយជីវិតក៏ខ្ញុំព្រមទទួលដែរខ្ញុំជឿថានាងអាចធ្វើបានប៉ុន្តែនាងបាត់បង់ពេលដ៏ល្អមួយនោះបានន័យថាម៉េចកាលពីប្រហែលឆ្នាំមុនខ្ញុំបានប្រាប់នាងរួចទៅហើយខ្ញុំបានបននាងដែរប៉ុន្តែនាងស្ដាប់ន័យខ្ញុំមិនបានខ្ញុំដឹងច្បាស់ណាស់នាងនៅតែយោគយល់ដល់គាត់នាងយកមនោសញ្ចេតនារបស់នាងលាក់ទុកក្នុងចិត្តនាងជានិច្ចបញ្ហានេះខ្ញុំដឹងច្បាស់ណាស់ទីបំផុតតើវាយ៉ាងម៉េចទីបំផុតគាត់ត្រូវគេចោទថាខ្លួនគាត់ចង់បានប្រពន្ធចង់ទទួលការសុខបានត្រូវមានទោសបើដឹងថាអញ្ចឹងទៅហើយគាត់ទៅឲ្យគាត់ដឹងនាងជាប្រពន្ធទៅវារួចស្រេចទៅហើយគាត់ថ្ងៃនេះក៏មិនចាំបាច់មានទោសយ៉ាងនេះដែរអ្នកស្រីចំពោះមុខទៅហើយខ្ញុំសូមជម្រាបថានិយាយការពិតទៅចំពោះខ្ញុំពិតជាពេញចិត្តគាត់ណាស់តាំងពីខ្ញុំធ្វើការជាមួយគាត់មកនៅក្នុងចិត្តខ្ញុំក៏បានដកជាប់នឹងគាត់ទៅហើយគាត់សប្បាយចិត្តខ្ញុំសប្បាយចិត្តជាងគាត់ទទួលការលំបាកខ្ញុំទទួលការលំបាកជាងគាត់ទៅទៀតជាយូរឆ្នាំមកនេះខ្ញុំនៅក្បែរគាត់ចំពោះខ្ញុំយល់ថាមានពេលខ្លះគាត់ដូចជាពុកខ្ញុំហើយមានពេលខ្លះទៀតខ្ញុំមានអារម្មណ៍យល់ឃើញថាគាត់ដូចជាបងប្រុសខ្ញុំហើយមានពេលខ្លះទៀតខ្ញុំយល់ឃើញថាគាត់ដូចជាកូនបង្ការខ្ញុំពិតជាសប្បាយចិត្តចំពោះអារម្មណ៍ទាំងនេះពីព្រោះខ្ញុំយល់ឃើញថាអ្វីទាំងឡាយសម្រាប់ខ្ញុំពីព្រោះខ្ញុំយល់ឃើញថាទាំងនេះវាល្អណាស់ខ្ញុំពិតជាស្រឡាញ់គាត់មែនប៉ុន្តែអ្នកស្រីក្រោយពេលដែលខ្ញុំបានជួបអ្នកស្រីខ្ញុំដឹងថាមិនគួរធ្វើអញ្ចឹងទេខ្ញុំដឹងថាអ្នកស្រីជាមនុស្សល្អណាស់ខ្ញុំមានពេលនៅជាមួយលោកម្ចាស់យូរណាស់ហើយកិច្ចការទាំងឡាយព្រមទាំងការរស់នៅខ្ញុំមិនត្រូវធ្វើអញ្ចឹងទេមិនអាចទៅដណ្ដើមមនោសញ្ចេតនារបស់អ្នកស្រីជាមួយគាត់បានឡើយខ្ញុំសុខចិត្តទៅក្បែរលោកម្ចាស់អញ្ចឹងចោលទោះមួយជីវិតក៏ខ្ញុំព្រមដែរអ្នកស្រីតើអ្នកស្រីយល់ទេខ្ញុំយល់ចិត្តនាងខ្ញុំជឿជាក់លើប្តីខ្ញុំហើយរត់តែជឿជាក់លើនាងមិនជាមនុស្សបែបនេះទេអរគុណអ្នកស្រីអំបញ្ញមិញខ្ញុំខ្វះការគួរសមសូមកុំប្រកាន់នឹងខ្ញុំអីណាមិនអីទេខ្ញុំដឹងហើយតើពីនាងមានការបារម្ភពេកប៉ុន្តែរឿងនេះ
បាច់ខាតមិនមែនជារឿងធម្មតានោះទេអ្នកស្រីចំពោះមុខខ្ញុំចង់ឲ្យអ្នកស្រីបបនាង3អ៊ីទៅជាមួយពួកខ្ញុំដើម្បីជួយពួកខ្ញុំផងបានទេព្រះអង្គនឹងរកយុត្តិធម៌ឲ្យលោកម្ចាស់ជាមិនខានទេអ្នកស្រីខ្ញុំចង់ទៅសួររកគាត់តែមិននឹកស្មានថាពុកខ្ញុំហាមឃាត់ខ្ញុំមិនឲ្យទៅជួបគាត់យ៉ាងនេះសោះអ្នកស្រីក៏ចង់ទៅក្នុងគុកធំដែរតែមានតែមនុស្សម្នាក់ទេអ្នកណាទៅយើងតើលោកជាអ្នកណាការពិតគឺពុកទេ មិននឹកស្មានថាឪកូនយើងទាំងពីរនេះជួបគ្នានៅកន្លែងបែបនេះសោះរសជាតិនៅក្នុងគុកប្រកាសជាមិនស្រួលហើយមែនទេយើងបានផ្ដាំគេរួចទៅហើយគេនឹងរៀបចំហូបបាយឲ្យឯងគួរសមសម្រាប់ឯងមិនក៏ឯងមិនហូបមិនចូលទេនេះជារឿងពិតហើយក្នុងស្ថានភាពបែបនេះទ្រាំមិនបានទេទើបតែនៅក្នុងគុកមួយយប់ទឹកមុខរបស់ឯងដូចជាពោពេញទៅដោយទុក្ខព្រួយទៅហើយលោកឪពុកខ្ញុំសូមអរគុណលោកឪពុកហើយចំពោះសង្ឃើខ្ញុំមិនអាចយល់ថាទីនេះមិនល្អនោះទេទីនេះខែត្រជាក់គឺត្រជាក់ខែក្តៅគឺក្តៅមានស៊ីមានផឹកមិននៅហាលភ្លៀងមិននៅហាលខ្យល់ពិសេសទៅទៀតនោះមានពេលទំនេរច្រើនដើម្បីគិតពីរឿងអតីតកាលយើងក៏បានពិនិត្យមើលឯកសារទាំងនេះដែរទោសរបស់ឯងធ្ងន់ធ្ងរណាស់នឹងច្បាប់ប្រព្រឹត្តខុសច្បាប់ទទួលទាំងសំណោកខົບខិតជាមួយនឹងអ្នកទោសសំខាន់សម្រាប់មនុស្សមានទាំងផោះតាងមានទាំងសាក្សីក្នុងនាមឯងជាអ្នកកាត់ក្តីឯងត្រូវដឹងច្បាស់ថាឯងត្រូវទទួលទោសយ៉ាងណាលោកឪពុកតាមការកំណត់ទោសរបស់អ៊ូមៀស៊ុយមកលើខ្ញុំតាមមើលខ្ញុំប្រហែលជាមិនអាចនៅក្នុងគុកធំនេះបានយូរថ្ងៃទេក៏ប៉ុន្តែបើសិនជាមនុស្សឆ្លាតបន្តិចគេប្រកាសជាមួយដឹងច្បាស់ថាសង្ឈើខ្ញុំទោះជាល្ងងយ៉ាងណាក៏ដោយក៏ខ្ញុំមិនធ្វើដល់ថ្នាក់នឹងដែរលោកឪពុកខ្ញុំជឿថាលោកឪពុកក៏មិនជឿគេដែរតើឲ្យយើងនិយាយយ៉ាងណាទៅចិត្តមនុស្សស្មានមិនត្រូវពិបាកនឹងដឹងឯងមានបានពិចារណាទេប្រហែលឆ្នាំនេះឯងមានការប្រែប្រួលអីខ្លះឋានៈធំត្រឹមតែមន្ត្រីថ្នាក់ទី4មកដល់រាជធានីបានន័យថាថ្លើមធំជាងមុនទៅហើយបានជាមានគំនិតមិនត្រឹមត្រូវមែនទេលោកកំពុងពុកកំពុងតែនិយាយពីរឿងអីរឿងក្តីស៊ឺវិនជីងមានការកាត់ក្តីពីអ៊ូមៀវស៊ួយចិត្តដល់ពេលបញ្ចប់ទៅហើយរឿងនេះតាមពិតគ្មានតាក់ទងជាមួយនឹងឯងតែឯងបែរជាយល់ថាខ្លួនឯងគ្រាន់បើសូមព្រះអង្គរាជានុញ្ញាតឲ្យឯងចាត់ការរឿងនេះម្យ៉ាងទៀតឯងខិតខំស្រាវជ្រាវទាំងយប់ទាំងថ្ងៃយើងមិនយល់សោះឯងធ្វើយ៉ាងនេះគឺព្រោះតែអ្វីឬមួយអ្នកណាជាអ្នកបញ្ជាឲ្យឯងធ្វើ
លោកពងក្រោយពេលដែលខ្ញុំទទួលដំណែងជាអ្នកកាត់ក្តីហើយមិនថានៅក្នុងរាជធានីឬមួយតាមបណ្ដាខេត្តផ្សេងៗទេខ្ញុំធ្វើអ្វីៗដើម្បីប្រជារាស្ត្រចាប់មនុស្សអាក្រក់ដើម្បីការពារសុវត្ថិភាពសង្គមនិងការពារប្រជារាស្ត្រគំនិតនេះខ្ញុំមិនដែលផ្លាស់ប្ដូរទេម្យ៉ាងទៀតខ្ញុំទទួលដំណែងជាមន្ត្រីមិនដែលមានគំនិតថាចង់ពឹងពាក់នរណាម្នាក់ទេមានរឿងអីដែលថាខ្ញុំជាអ្នកទទួលសំណុកសុខប៉ាន់របស់គេនោះចំណែកឯរឿងស៊ឺវិនជីពីដំបូងគឺមានចំណុចដែលគួរសង្ស័យច្រើនខ្ញុំក៏បានពិចារណាដែរទើបខ្ញុំសម្រេចចិត្តសុំរាជានុញ្ញាតពីព្រះអង្គដើម្បីស្រាវជ្រាវរឿងនេះក៏ប៉ុន្តែមិនរឹកស្មានថារឿងនេះកាន់តែវែងឆ្ងាយទៅហើយកុំនិយាយពីរឿងក្តីស៊ឺវិនជីអីឯងគិតរឿងខ្លួនឯងទៅរឿងនេះមិនទាន់ទូលដល់ព្រះអង្គមិនទាន់ជ្រុលពេលនៅឡើយទេក្នុងនាមជាមនុស្សប្រុសត្រូវចេះពិចារណាក្នុងដំណាក់កាលស្លាប់ឬរស់តើគួរទៅណាមកណាឯងត្រូវតែសម្រេចឆាប់លោកឪពុកតើពេលនេះខ្ញុំគួរតែសម្រេចចិត្តយ៉ាងណាទៅតាមការពិតឧមាសួយគេទម្លាក់កំហុសមកលើខ្ញុំទាំងស្រុងយ៉ាងនេះមិនចង់ឲ្យខ្ញុំតមាត់ជាមួយគេឲ្យខ្ញុំសង្ងំនៅស្ងៀមកុំសួរតវ៉ាឯងជាមនុស្សឆ្លាតគួរតែដឹងថាធ្វើយ៉ាងណាហើយមិនចាំបាច់យើងនិយាយទេឯងជាមួយនឹងស៊ឺវិនជីងគ្មានអីតាក់ទងគ្នាគ្មានការរាប់អានគ្នារឿងនេះក៏មិនមែនជាការងារទួនាទីរបស់ឯងដែររឿងនេះមិនអាចស្រាវជ្រាវតទៅទៀតបានទេឯងគួរតែដកខ្លួនទៅជៀសវាងមានបញ្ហាស្មុគស្មាញច្រើនខ្ញុំយល់ហើយពុកចង់ឲ្យខ្ញុំដកខ្លួនចេញកុំសាជ្រើរឿងនេះមែនទេនេះជាវិធីដ៏ល្អបំផុតនេះគឺជាវិធីល្អបំផុតអញ្ចឹងបានន័យថាបណ្ដោយអូមេសួយយកទោសកំហុសក្បត់ជាតិទម្លាក់លើខ្លួនស៊ឺវិនជីងហើយទោះជាស៊ឺវិនជីងត្រូវគេសម្លាប់យ៉ាងណាក៏ដោយក៏ខ្ញុំមិនឈឺឆ្អាលបានក៏ខ្ញុំមិនអាចលុកដៃបានរឿងនេះទុកឲ្យយើងជាអ្នកដោះស្រាយទៅចុះស៊ឺវិនជីងជៀសមិនផុតពីស្លាប់ឯងក៏ត្រូវដោះលែងដែរថែមទាំងបានទទួលតំណែងដោយដើមវិញអញ្ចឹងតាមមែនទេចំពោះបញ្ហានេះនៅក្នុងរាជធានីតទៅទៀតគឺមិនកើតទេតែយើងមានមធ្យោបាយឲ្យឯងទៅកាន់កាប់តំណែងជាចវាយស្រុកសៀវស៊ីងនិងសួយជើឋានៈទី4នេះក៏ជាការងារល្អសម្រាប់ឯងដែរយ៉ាងម៉េចនឹងលោកឪពុកបើខ្ញុំធ្វើដូចជាពុកនិយាយមែននោះតើសងឈើខ្ញុំនេះអាចការពារបេះដូងដែលជាបេះដូងកក់ក្ដៅតទៅទៀតបានទេហើយឆ្អឹងដ៏រឹងមាំរបស់ខ្ញុំនៅក្រៅខ្នងនេះតើខ្ញុំអាចពឹងផ្អែកតទៅទៀតបានទេអីលោកឪពុកតើលោកឪពុកមានចាំការមួយនោះទេការមួយនោះតើរឿងស្អីទៅការនោះខ្ញុំនៅក្មេងហើយឆេឆាវដោយសារតែរឿងមិត្តរបស់ខ្ញុំមឹងលៀងឈិនខ្ញុំសុកចិត្តចូលរោងខ្លាស្ទើរតែមានគ្រោះថ្នាក់ប៉ុន្តែសំណាងល្អដែលលោកឪពុកមកជួយខ្ញុំតាន់ពេលកិច្ចផុតពីគ្រោះថ្នាក់តាន់ពេលយើងទាំងពីរអ្នកសហការគ្នាដោះស្រាយរឿងក្តីចវាយស្រុកនៃស្រុកមេជើទាំងពីរឃើញច្បាស់ពីការពិតយើងបានធ្វើឲ្យមនុស្សអាក្រក់ទទួលទោសអ្នករងគ្រោះទទួលបាននូវយុត្តិធម៌ប្រជារាស្ត្រត្រេកអរព្រះអង្គសពតិរឿងនេះបានកន្លងផុតទៅជាង10ឆ្នាំប៉ុន្តែខ្ញុំចង់ចាំទុកនៅក្នុងចិត្តមិនអាចបំភ្លេចបានឡើយលោកឪពុកថ្ងៃនេះរឿងរបស់ស៊ីវិនជីងបើសិនជាយើងទាំងពីរអ្នកសហការគ្នាមិនបានទេប្រៀបដូចជាទឹកហើយនឹងភ្លើងយ៉ាងអញ្ចឹងលោកឪពុកគឺជាមហាមន្ត្រីជាសសរដ៏រឹងមាំរបស់ប្រទេសជាតិហេតុអីបានជាពុកឃើញអ្នកដទៃទទួលរឿងអយុត្តិធម៌យ៉ាងនេះបែរជាមិនរវល់នេះគឺជារឿងមួយដែលធ្វើឲ្យខ្ញុំមិនយល់តតែសោះហើយគឺជាមនុស្សប្រុសក្លាហានអស្ចារ្យចរិតត្រឹមត្រូវប៉ុន្តែឯងមិនដឹងទេឯងធ្វើខ្លាំងជ្រុលវានឹងប៉ះពាល់ដល់ខ្លួនឯងសងឈើពុកឲ្យកូនដកខ្លួនគឺមានមូលហេតុរបស់ពុកយើងធ្វើនេះដើម្បីឲ្យប្រទេសជាតិបានសុខអតីតព្រះរាជាក៏ធ្លាប់មានព្រះបន្ទូលថាធ្វើអ្វីក៏ដោយត្រូវចេះថ្លឹងថ្លែងទាំងសងខាងបោះចោលរបស់ដែលមិនសំខាន់ទទួលយករបស់សំខាន់វិញចំពោះមុខក្តីស៊ឺវិនជីងបញ្ហាស្មុគស្មាញច្រើនពាក់ព័ន្ធក៏ច្រើនកាន់តែស្រាវជ្រាវមនុស្សស្លាប់កាន់តែច្រើនបើស្រាវជ្រាវយ៉ាងនេះតទៅទៀតនោះប្រកាសជានាំមកនូវភាពអាក្រក់ពាក្យចចាមអារាមមានគ្រប់ទីកន្លែងដល់ពេលនោះកងទ័ពបាត់បង់ស្មារតីមានភាពជ្រួលច្បល់ប្រទេសជាតិនឹងមានគ្រោះថ្នាក់លោកឪពុកការពិតរឿងក្តីនេះគ្មានអីតាក់ទងជាមួយនឹងលោកឪពុកទេតែស្ដាប់សម្ដីដ៏ខំប្រឹងប្រែងរបស់ពុកនេះហាក់ដូចជាមានការពាក់ព័ន្ធនៅក្នុងរឿងនេះគ្មានអីតាក់ទងជាមួយនឹងយើងហើយក៏គ្មានអ្វីពាក់ព័ន្ធដែរ
ក្នុងនាមយើងជាមន្ត្រីជាន់ខ្ពស់ព្រះអង្គទ្រង់មានប្រគុណលើយើងច្រើនណាស់យើងត្រូវមានទូនីតិការពារទឹកដីមហាសង្ឃធ្វើឲ្យរាជការមានភាពនឹងណឡើងវិញហេតុនេះហើយបានជាយើងឲ្យឯងសម្រេចចិត្តផ្ដាច់មនោសញ្ចេតនាទាំងនេះតែមិននឹកស្មានថាឯងយល់ច្រឡំចំពោះយើងនៅខឹងនឹងយើងក៏មិនដឹងធ្វើយ៉ាងម៉េចដែរ លោកពងពួកគឺជាមហាមន្ត្រីដ៏សំខាន់នៅក្នុងរាជការជាមនុស្សដែលមានទេពកោសល្យល្អពាក្យដែលមិនគួរនិយាយពួកបែរជានិយាយចេញហើយថែមទាំងទុកថាគឺជាកិត្តិយសរបស់ពួកទៀតផងពួកគឺជាមនុស្សដែលមានប្រជារាស្ត្រគ្រប់គ្រងច្រើនណាស់ប៉ុន្តែមនុស្សស្មានថាមានកំណត់ដូចជាមនុស្សអត់បានការធ្វើអ្វីព្រោះតែទ្រព្យសម្បត្តិចំណែកឯសងឈើខ្ញុំនេះមិនមានពេលច្រើនដើម្បីស្វែងយល់អំពីវិធីឈួតលីលានេះទេហើយក៏មិនអាចនិយាយពាក្យផ្ដេសផ្ដាសដែលពុកយល់ថាគឺជាពាក្យត្រឹមត្រូវរបស់ពុកដែរខ្ញុំសម្រេចចិត្តតស៊ូរកការពិតឲ្យឃើញចាប់ឃាតករពិតឲ្យបានដល់ពេលនោះប្រជារាស្ត្រប្រកាសជាបានសុខពិតប្រកបអញ្ចឹងឯងសុខចិត្តព្រោះតែមនុស្សម្នាក់ដែលគេស្អប់គ្រប់គ្នាធ្វើឲ្យអុកឡុកពេញរាជធានីមានភាពជ្រួលច្បល់ធ្វើឲ្យបងប្អូនសាច់ញាតិមានគ្រោះថ្នាក់ឯងស្មានថាធ្វើយ៉ាងនេះប្រកាសជាបានសុខហើយមែនទេឯងធ្វើយ៉ាងនេះតើវាមានតម្លៃដែរទេចាំបាច់ដែរទេស្រាវជ្រាវមិនគិតពីអ្នកណាជាអ្នកណាទេជួបរឿងដែលអយុត្តិធម៌ហើយទៅដោះស្រាយឃាតករសម្រាប់មនុស្សគឺត្រូវតែមានទោសស្លាប់ខ្ញុំធ្វើជាអ្នកកាត់ក្តីជាង10ឆ្នាំឆ្លងកាត់ខេត្តជាច្រើនដោះស្រាយរឿងក្តីរាប់រយមិនដែលមានការខុសឆ្គងម្ដងណាទេពិតមែនថាពេលនេះខ្ញុំនៅក្នុងគុកយ៉ាងអយុត្តិធម៌មែនតែខ្ញុំគ្មានពីបដិសេធទេមើលទៅឯងស្ដាប់ពាក្យយើងមិនចូលទេខ្ញុំបានសម្រេចចិត្តហើយលោកឪពុកមិនចាំបាច់មានប្រសាសន៍ទៀតទេបើអញ្ចឹងយើងក៏គ្មានពាក្យអីគួរនិយាយទៀតដែរយើងទៅវិញហើយអូប្រាប់ឯងទៅចុះអ៊ីចិនពេលនេះនៅផ្ទះយើងមិនដោះអាសន្នឯងនៅទីនេះមិនចាំបាច់មានការបារម្ភទេប្រយ័ត្នប្រយែងពីខ្លួនឯងវិញទៅអរគុណលោកឪពុកក្មេងយ៉ាងម៉េចបដូរកំណត់ហើយលោកឪពុកតើពុកចាំរឿងដែលកើតឡើងកាលពី10ឆ្នាំមុនទេរឿងអីទៅកាលនោះមានថ្ងៃមួយពុកជាមួយនឹងមន្ត្រីមួយចំនួនកំពុងតែជិះទូកមើលទេសភាពនៅបឹងស៊ីអូស្រាប់តែមានស្រីម្នាក់គេស្រែកយ៉ាងខ្លាំងគឺស្រែកមួយម៉ាត់បន្ទាប់មកក៏ធ្លាក់ចូលទៅក្នុងទឹកស្ទឹងតែម្ដងទេយើងមិនដឹងថាឯងនិយាយពីរឿងអីទេពុកប្រកាសជាដឹងថាខ្ញុំនិយាយរឿងអីច្បាស់ណាស់ទេយើងមិនចង់ស្ដាប់ឯងនិយាយផ្ដេសផ្ដាសប្រយ័ត្នប្រយែងខ្លួនឯងទៅជប់សិនពិតមែនថាវាកន្លងទៅជាង16ឆ្នាំប៉ុន្តែខ្ញុំនៅចាំច្បាស់ណាស់នៅក្រៅពេលដែលមនុស្សស្រីម្នាក់នោះធ្លាក់ចូលក្នុងទឹកបឹងហើយលោកឪពុកស្រាប់តែមានការប្រែប្រួលទឹកមុខទៅជាស្រីស្លាំងយ៉ាងខ្លាំងហើយក្រោយមកក៏ឲ្យគេស្រង់ជនរងគ្រោះនោះឡើងមកតែមនុស្សស្មានថាស្រីនោះកាន់កន្ត្រៃមួយយ៉ាងមុតដល់ជាប់នៅដើមទ្រូងរបស់គេទៅហើយថ្មើរនេះពេលនេះឯងនិយាយរឿងនេះធ្វើអីស្រីមិនស្គាល់ឈ្មោះសម្រាប់ខ្លួនតើមានអីតាក់ទងជាមួយនឹងយើងដែរទៅវាកន្លងទៅយូរឆ្នាំមែនតែខ្ញុំតែងតែនឹកឃើញនៅក្នុងចិត្តលោកឪពុកហេតុអីបានជាស្រីម្នាក់នោះសម្រាប់ខ្លួននៅបឹងស៊ីអូហើយមុនពេលស្លាប់គេស្រែកយ៉ាងខ្លាំងតើពុកមានចាំទេរឿងកាលពីជាង10ឆ្នាំមុនយើងមានរឿងអីប្រតែខ្ញុំដឹងថាក្រោយពេលដែលមានរឿងហេតុកើតឡើងមានមនុស្សម្នាក់ទិញក្តាមម្ជូរនិងរៀបចំភ្នូរឲ្យនាងស្រីនោះបានស្លាប់នៅមាត់បឹងយើងពិតជាមានការអាណិតគេណាស់យើងគ្រាន់តែចំណាយប្រាក់ប៉ុន្មានដំឡឹងធ្វើបុណ្យបន្តិចបន្តួចប៉ុណ្ណោះលោកឪពុកពិតជាមនុស្សដែលមានចិត្តបុណ្យមែនក្រោយពេលដែលស្រីនោះស្លាប់ទៅជាង10ឆ្នាំមានគេសែនភ្នូរនាងម្យ៉ាងទៀតកាលពីប្រហែលថ្ងៃមុននេះខ្ញុំបានឃើញរបស់សែននៅពីមុខភ្នូរទៀតមានផ្ទាំងគំនូរមួយពិតមែនថាវាចាស់រហែកតែខ្ញុំនៅចំណាំបាននោះគឺជាផ្ទាំងគំនូរត្រជាកម្មហើយផ្ទាំងគំនូរមួយនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ស្រីរងគ្រោះម្នាក់ធ្លាក់ចូលទៅក្នុងទឹកដែលស្រែកមួយម៉ាត់ថាត្រជាកម្មឯងនិយាយរឿងទាំងនេះមានអីតាក់ទងនឹងយើងមិនចង់ស្ដាប់ទេ
ត្រីច្រើនទេ អូគួរសមថ្ងៃនេះបានគួរសម ត្រីនេះលក់បានថ្លៃណាស់មែនទេ មិនថ្លៃប្រហែលទេម្យ៉ាងទៀតទូកនេះជួលគេបានត្រីប្រហែលគឺត្រូវកាត់ឲ្យទូកគេពាក់កណ្ដាល អូ អើយហើយបានត្រីក្រហមមួយហើយអូធំណាស់នេះហេ ហេយ៉ាលបងត្រីក្រហមនេះបាននេះថាម៉េចដែរ របស់ទៅមកពីស្រុកផ្សេងហ៎អ្នកនៅក្នុងស្រុកនេះអ្នកណាក៏និយាយដែរថាហូបត្រីក្រហមគឺអាចគេចផុតពីសំណាក់អាក្រក់ម្ចាស់ទូករបស់ខ្ញុំមានមិត្តភ័ក្តិមកពីរាជធានីប្រហែលជាមានបញ្ហាកើតឡើងគាត់ផ្ដាំឲ្យផ្ដាំទៀតឲ្យតែបានត្រីក្រហមបែបនេះគឺរៀបចំទុកឲ្យគាត់អញ្ចឹងខ្ញុំទុកឲ្យគាត់ហើយអីចាដាមិនបែរថាខ្ញុំមិនចង់ជួយឯងនោះទេណាហើយឯងក៏ដឹកដែរតើរឿងនេះគឺគុកធំងងឹតថ្នាក់ទី1ច្បាប់គឺតឹងតែជាកន្លែងផ្សេងឆ្ងាយណាស់មិនអនុញ្ញាតឲ្យបងប្អូនញាតិសន្តានទៅសួរសុខទុក្ខនៅកន្លែងនោះទេចំតែខ្ញុំមិនចង់ធ្វើអ្វីឲ្យខុសច្បាប់នោះដែរ លោកម្ចាស់មិនចង់ធ្វើអ្វីឲ្យខុសឬមួយថាមិនចង់ជួយពួកខ្ញុំទេ អីអូយអ្នកនាងអើយអ្នកនាងគួរតែស្គាល់ច្បាប់មហាសង្ឃបន្តិចបន្តួចហើយមែនទេខ្ញុំជាអ្នកកាន់ច្បាប់ទាំងមូលមិននឹងអាចទៅអង្គុយលើច្បាប់បានទៅតា អ្នកស្រីបើសិនយ៉ាងនេះទៅហើយវាពិតជាធ្វើលោកម្ចាស់មានការទើសទាល់ណាស់ពួកយើងក៏មកខំគាត់ពួកយើងទៅវិញទៅអញ្ជើញទៅចោះតាជើញ លោកម្ចាស់មានរឿងមួយខ្ញុំមិនដឹងថាគួររំលឹកលោកម្ចាស់ឬក៏មិនគួរនោះទេ រឿងអីទៅនិយាយទៅ ប្រាក់ដែលបាត់ពីឃ្លាំងជើជើនោះពាក្យទាំងនេះលោកប្រកាសជានៅចាំច្បាស់ណាស់ បើមិនចាំច្រើនក៏ចាំតែទួយដែរ ស្វ័យច្បាស់ថារឿងនេះត្រូវចាប់មែនប៉ុន្តែប្រាក់ 20,000 ដំឡឹងតាមយកមកវិញបានតែ 10,000 ដំឡឹងទេនៅ 10,000 ដំឡឹងទៀតនោះមិនដឹងថាជាបាត់ទៅទីណានោះទេ ពិតមែនហើយនៅសល់ 10,000 ដំឡឹងទៀតមិនដូចជាចេះដុកស្លាប់ហើយចឹងតាំងពីពេលនោះមកតាមរក 10,000 ដំឡឹងនោះមិនទាន់ឃើញទេដឹងតា ប្រាក់ 10,000 ដំឡឹងនោះគឺមានដំណឹងខ្លះហើយ នៅហើយណា លោកម្ចាស់លោកពិតជាឆាប់ភ្លេចមែន ដៀកនិយាយចឹងបានន័យថាម៉េច ប្រាក់រាជការ 10,000 ដំឡឹងនោះគឺប្រពន្ធយានជានាំមកដល់រាជធានីឆ្លងកាត់លោកតកែហាងជូហ្វាឈ្មោះសិនពាវដើម្បីយកមកជូនមន្ត្រីជាន់ខ្ពស់នៅក្នុងរាជធានីឲ្យចំណាំប្រពន្ធកូនរបស់យានជាមកទីនេះដើម្បីតទល់ជាមួយសិនពាវនោះប្រកាសជារកការពិតឃើញកិច្ចការនេះលោកម្ចាស់ប្រកាសជាបានជម្រាបដល់លោកម្ចាស់ហើយមែនទេ ហើយចឹងគាត់ប្រាប់អ្នកណាខ្លះ គឺមនុស្សដែលលោកម្ចាស់សងជាចាក់បំផុតគឺលោកម្ចាស់ថងតែម្ដង ដៀក លោកម្ចាស់ភ្លេចបាត់ហើយហ៎ ដៀកអីខ្ញុំអ្នកដៀកក៏ដឹងដែរវារឿងខ្លះនោះគ្មានអីតាក់ទងនឹងខ្លួនឯងខ្ញុំដូចជាមិនសូវយកចិត្តទុកដាក់ទេ លោកម្ចាស់អត់យកចិត្តទុកដាក់រឿងនេះតែហេតុអីបានជាមានមនុស្សទៅសម្រាប់ប្រពន្ធកូនរបស់យានជាមុនពេលដែលពួកខ្ញុំទៅដល់ទីនោះទៅវិញគួរចម្លែកមែន ចៅយកមិញនេះចូលក្នុងផ្ទះប្លន់ទ្រព្យសម្បត្តិហើយសម្រាប់ម៉ែនិងកូនគេទាំងពីរនាក់ទៀតផង ប្រពន្ធយានជាត្រូវគេសម្លាប់មិនគួរអញ្ចឹងទេ លោកម្ចាស់ថងគឺពិតជាគួរឲ្យអាណិតខ្លាំងណាស់នេះហើយគឺជារបាយការណ៍ពិនិត្យស័ព្ទប្រពន្ធកូនរបស់យានជាក្នុងនេះបានសរសេរច្បាស់ថាពីការស័ព្ទរបស់ប្រពន្ធកូនយានជាតើលោកម្ចាស់ចង់មើលទៀតទេ ហេតុអីបានជាសិនពាវគេធ្វើយ៉ាងនេះដល់រឿងនេះខ្ញុំអត់ដឹងសោះណាខ្ញុំ បើរឿងនេះគ្មានតាក់ទងជាមួយលោកម្ចាស់ទេនោះមិនអីទេអ្នកស្រីសូមអ្នកស្រីយករបាយការណ៍នេះទៅកាន់រាជវាំងអ្នកស្រីជាមួយនឹងព្រះនាងវៃអ៊ីគឺល្អនឹងគ្នាណាស់មែនទេព្រះនាងប្រកាសជាយករបាយការណ៍នេះទៅថ្វាយព្រះអង្គជាក់ជាមិនខាននោះទេចាំមិនដែរមើលទៅយើងត្រូវតែធ្វើអញ្ចឹង អីចិនអីចិនបាច់នេះនាងនិយាយថាចង់ឲ្យខ្ញុំជួយឲ្យជួបសុងឈើតើបែបទេ
ជាការពិតហើយយ៉ាងណាខ្ញុំប្តីប្រពន្ធទៅគ្នាជាង10ឆ្នាំបើខ្ញុំមិនជួយមិនកើតទៅរឿងចឹងខ្ញុំជួយយ៉ាងងាយស្រួលបំផុតហើយខ្ញុំជួយអ្នកជួយនាងទៅដល់ផ្ទាល់ហើយចាំមុនតាហ៊ានប៉ះពាល់នាងហ៊ានទៅនេះ អញ្ចឹងខ្ញុំអរគុណលោកអ៊ំហើយ អត់អីទេប៉ុណ្ណឹងមិនអរគុណទេរឿងធម្មតាតាបោះ អ្នកនាងអ៊ី បោះលឿនមកលោកម្ចាស់ត្រីក្រហមបានហើយល្អដាស់ពិតជាត្រីក្រហមមែនគឺត្រីក្រហមដល់កម្រក់បានជួបណាប៉ាវលោកម្ចាស់មានកាយគឺរឿងល្អទេណែបានត្រីក្រហមមួយយប់នេះត្រូវតែធ្វើត្រីក្រហមនេះផឹកជាមួយគ្នាឲ្យសប្បាយចិត្តម្ដងបាទមកទេលោកម្ចាស់ទៅលឿនឡើងបានមកចូលលឿនឡើង អ៊ីគូទៅយើងខ្ញុំយ៉ាងម៉េចហ្នឹងអ្នកស្រីចូលទៅម្នាក់ឯងចាស់ បាទហើយតោះពួកយើងចូលទៅ កាយចោលនិយាយឆាប់ឡើងទៅđó មកមើលបងធ្វើអីទៀតទៅ ឬមួយអូមិនអាចមកមើលបងបានទោះយ៉ាងណាយើងជាប្តីប្រពន្ធជាង10ឆ្នាំទៅហើយអូមកមើលបងមិនបានទេ ពូមីសួយទម្លាក់កំហុសលើបងយ៉ាងនេះនៅក្នុងនោះមានទោសមួយទៀត ក្នុងនោះមានទោសមួយគឺបងទិញផ្ទះដោយលួចលាក់ចិញ្ចឹមប្រពន្ធចង់មែនទេ មិនបានជាអូនស្ដីឲ្យបង បើពិតជាអញ្ចឹងមែនខ្ញុំប្រហែលជាបន្ទោសបងស្អប់បងហើយជេរបងទៀតផងតែខ្ញុំដឹងថាមនុស្សដែលខ្ញុំរៀបការជាមនុស្សរបៀបណាគាត់ជាអ្នកកាន់កាប់សាវនាការជាង10ឆ្នាំគាត់ច្បាស់កាត់ក្តីត្រឹមត្រូវគាត់បានពមៀនមនុស្សអាក្រក់ជាច្រើននិងរកយុត្តិធម៌សម្រាប់រឿងក្តីជាច្រើនទៀតមនុស្សដែលមានចិត្តស្មោះត្រង់យ៉ាងនេះមានរឿងអីទៅធ្វើរឿងផ្ដេសផ្ដាស់យ៉ាងនេះនោះខ្ញុំមិនជឿទេ អញ្ចឹងបានន័យថាអូនជឿជាក់លើបង ខ្ញុំជឿជាក់បងហើយក៏ជឿជាក់នៅនាងអ៊ីងគូដែរ អ្វីដែលអូននិយាយនេះគឺជាការលងចិត្តបងទៀត ព្រៀបការជាមួយបងជាង10ឆ្នាំពិតមែនតែមិនអាចទុកជាប្តីប្រពន្ធពេញសិទ្ធតែខ្ញុំមិនរងងដល់ថ្នាក់មិនដឹងខុសត្រូវនោះទេប៉ុន្មានឆ្នាំនេះយើងរស់នៅជាប្តីប្រពន្ធមិនជាស្រស់ស្រួលនឹងទីប្រមាណក៏ដោយតែទោះជាយ៉ាងណាគឺដឹងចិត្តថ្លើមគ្នាចំណែកបងហើយនឹងអ្នកនាងអ៊ីងគូ ឈ្មោះបងនឹងអ៊ីងគូទេវតាដឹងបងមិនបាច់បញ្ជាក់ប្រាប់អូនទេបញ្ហាទិញផ្ទះស្ងាត់នោះខ្ញុំបានទៅពិនិត្យរួចហើយ អូនទៅមើលតែមិនជឿជាក់លើបងទេ ទេបងយល់ខុសហើយ
ខ្ញុំចង់ទៅមើលពួកគេទម្លាក់កំហុសលើប្តីខ្ញុំយ៉ាងណា បាទដឹងពីរឿងអីខ្លះ ខ្ញុំដឹងហើយស្រីបំរើពីរនាក់ដែលជាសាក្សីក្នុងសាវនាការតាមពិតពួកគេទើបមកពីស្រុកស្រែពីថ្ងៃមុននេះនេះបញ្ជាក់ថាម៉េចខ្លះ នោះបានន័យថាគេចង់សង្កត់លើបងទាំងស្រុងតែធាតុពិតគឺជាផុសតាំងខ្លាំងខ្លាយ មែនហើយពួកគេហ៊ានប្រើល្បិចថោកទាបយ៉ាងនេះមកទម្លាក់កំហុសលោកម្ចាស់សង្ឃដ៏អស្ចារ្យនោះហាក់ដូចជាមើលស្រាលខ្លួនឯង អូននិយាយត្រូវពួកគេប្រើល្បិចថោកទាបបែបនេះគឺចង់ឲ្យលោកម្ចាស់ស៊ឺវិនជីងនៅក្នុងគុកមិនអាចចេញបានពិសេសគឺត្រង់បង់នៅក្នុងគុករហូតច្បាប់មហាសង្ឃត្រូវពួកគេយកមកលីសាយតាមតែអំពើចិត្តហើយថ្ងៃក្រោយប្រជារាស្ត្រមិនបានសុខទេ អញ្ចឹងពួកគេជាអ្នកណាតើអ្នកណាចង់ទម្លាក់កំហុសលើបង សូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីបានទស្សនាខ្សែភាពយន្តភាគចិនជាច្រើនទៀត 千古悠悠，有多少冤皆叹空怅望。